បងប្អូនទាំងគ្នាយើងបន្តនៅសភៅសិក្សាថ្នាក់ទី7ជាបន្តទៀតចាហើយថ្ងៃនេះអ្នកគ្រូលើកយកនៅប្រតិបត្តិទំព័រទី96មកបង្ហាញដល់បងប្អូនអរគ្នាណាគឺការដោះស្រាយសមីការដោយប្រើវិធីគុណឬក៏វិធីចែកណាចាអញ្ចឹងថ្ងៃនេះគេឲ្យយើងដោះស្រាយប្រតិបត្តិមួយគឺដោះស្រាយសមីការដែល 7.2 ស្មើនឹង bx រួចផ្ទៀងផ្ទាត់ចម្លើយ 2 ដោះស្រាយសមីការ 13 ស្មើនឹង t ធៀបនឹង 1.2 រួចផ្ទៀងផ្ទាត់ចម្លើយដូចគ្នាកូនណាចាអញ្ចឹងដើម្បីដោះស្រាយសមីការនេះគឺអ្នកគ្រូប្រើវិធីគុណឬក៏វិធីចែកចាទៅតាមលក្ខណៈនៃសមីការកូនណាចាអញ្ចឹងកុំឲ្យខាតពេលវេលាអ្នកគ្រូបង្ហាញពីវិធីដោះស្រាយចម្លើយទី1ចានេះចំណុច1គឺ 7.2 ស្មើនឹង 3x ចាចឹងអ្នកគ្រូបង្ហាញពីវិធីដោះស្រាយដោយប្រើវិធីគុណឬក៏វិធីចែកចាអញ្ចឹងកន្លែងនេះគឺវិធីគុណអញ្ចឹងដើម្បីបំបត្តិចាមេគុណនេះអ្នកគ្រូប្រើវិធីចែកជាមួយនឹងណាចាអញ្ចឹងនាំឲ្យយើងបាន7.2ចាចែកជាមួយនឹងតួចាចែកទៅតាមតួនេះកូនណាឃើញអត់មុខអញ្ញត្តិយើងគឺ3អញ្ចឹងអ្នកគ្រូចែកនឹង3ដើម្បីបំបត្តិអញ្ញត្តិនឹងបំបត្តិតួហ្នឹងណាគឺចែក3ចឹងខាងនេះក៏ដូចគ្នាដែរ 3x ចែកនឹង3ដូចគ្នាកូនណាចា3ចែក3បានអីកូន3ចែក3គឺដាច់ទេណាសល់1គុណ x បាន x ចឹងអ្នកគ្រូបោះ x ខាងនេះវិញតែម្ដងទៅ x ស្មើឲ្យ 7.2 ភាគ 3ចឹង x យើងគឺស្មើនឹង 7.2 ភាគ 3ចឹងដឹងថាចម្លើយយើងឬសមីការដែលអត់អញ្ចឹងអូនត្រូវផ្ទៀងផ្ទាត់បន្តទៀតមកចាកូនប្រើពាក្យផ្ទៀងផ្ទាត់ចាផ្ទៀងផ្ទាត់ចាសមីការដើមយើងគឺ13ស្មើនឹងសំទោសគឺអ្នកគ្រូច្រឡំចាគឺ7.2 ស្មើនឹង 3x មែនទេអូនចាអញ្ចឹងនាំឲ្យយើងបាន 7.2 ស្មើនឹង3អញ្ចឹងកន្លែងនេះគឺសញ្ញាគុណអូនត្រូវគុណវាមកចា x អូនតម្លៃមិន x អូននេះឃើញ x ទេតម្លៃវាគឺ 7.2 ចែក3កូនណាចាអញ្ចឹងគុណគឺគុណ2 7.2 ចែក3ចាអញ្ចឹងនាំឲ្យយើងបាន 7.2 ស្មើនឹងចានេះគុណហើយចែកណាកូនណានេះយើងអាចសម្រួលបានកូនណា3នេះគឺយើងសម្រួលបញ្ចេញមកនៅសល់ 7.2 ចាអញ្ចឹងគឺចម្លើយវាដូចគ្នាគឺពិតចាកាលណាពិតយើងទាញបានដូចនេះចាដូចនេះ x ស្មើឲ្យ 7.2 ចែក3ជារឹសប៉ុណ្ណាជារឹសនៃសមីការចាជារឹសនៃសមីការ7.2 ស្មើនឹង 3x ចាអញ្ចឹងយើងបន្តចូលដល់ចំណុចទី2ណាតោះឥឡូវចូលដល់ចំណុចទី2គឺ13ស្មើនឹង t ចែកឲ្យ 1.2 ចាអញ្ចឹងនេះគឺជាវិធីចែកអញ្ចឹងដើម្បីបំបត្តិតួនេះអ្នកគ្រូប្រើវិធី A វិញគាត់គឺច្រាស់ពីវិធីចែកគឺវិធីគុណអញ្ចឹងគឺមានន័យថាអ្នកគ្រូយកចំនួន13គុណនឹងតួនេះគាត់ដូចនេះមកគឺ 1.2 អញ្ចឹងស្មើឲ្យ t គុណនឹង 1.2 ដូចគ្នាគាត់ណាចាអញ្ចឹងដើម្បីបំបត្តិតួនេះគឺយើងត្រូវគុណនឹងចំនួនដូចគ្នាគាត់ណាកាលណាដូចគ្នាទៅយើងសម្រួលចេញបានហើយអញ្ចឹងអ្នកគ្រូទាញដាក់ t មកខាងនេះវិញបានទេបានគាត់អត់បញ្ហាទេអញ្ចឹងពីនេះយើងសម្រួលគ្នាបាត់នៅសល់តែបាន 12.2 ចែកនឹងសំទោសគឺ 1.2 ចែក 1.2 គឺស្មើ1គុណ t បាន1 t តែ1គេអត់សរសេរទេគាត់ណាអញ្ចឹងខាងនេះយើងគុណបញ្ចូលគ្នាមកយក13គុណ12ចាគុណបញ្ចូលគ្នាគឺបាន15.6ចាដោយសារគ្រូចុចមានមួយខ្ទង់គ្រូចុចនេះអញ្ចឹងនាំឲ្យយើងបានផ្ទៀងផ្ទាត់ចេញមកថាចម្លើយយើងដែលយើងដោះស្រាយត្រឹមត្រូវឬអត់ណាអញ្ចឹងតើអូនផ្ទៀងផ្ទាត់តិចមកផ្ទៀងផ្ទាត់ចាផ្ទៀងផ្ទាត់សមីការដើមយើង
សមីការដើមយើងគឺ13ស្មើនឹង t 1.2 មែនទេអូនចាអញ្ចឹងនាំឲ្យយើងបំពេញតួលេខយើងមកគឺ13ស្មើនឹង t យើងគឺស្មើប៉ុន្មាន t យើងអូន t យើងគឺស្មើ 15.5 15.6 ច្រឡំ 15ចែកនឹង 1.2 អញ្ចឹងនាំឲ្យបាន13ស្មើនឹងអូនចែកតិចមកតោះចាឥឡូវយើងយក15.5.6 កូនចែកនឹង 1.2 អូនមើលក្រោយចុចមានចំនួនដូចគ្នា1នេះ1ដូចគ្នាលុបចោលចុចហ្នឹងកូនណាអញ្ចឹងវាបាន156ចែក12អញ្ចឹងយើងកាត់យក1 1 2អញ្ចឹង1 2ចែកណា2 2 5 1 2 1អញ្ចឹងដាក់បាន1ហើយ1 2ដង2 1 5ដងហើយ1 2ដង2 1 ម្ដង1អូនណាអូនដកចេញមកនៅសល់3ទម្លាក់5 1 2 2 6 1 2 3 1ម្ដង3អូន1 3ដងអញ្ចឹង3 2ដង5 1 3ម្ដង3ដកនៅសល់0អញ្ចឹងចម្លើយយើងឃើញ13ចាពេលដែលយើងកណនីតើឃើញចម្លើយវាដូចគ្នាអូនអង្គទី1អង្គទី2ស្មើគ្នាដូច្នេះគឺវាពិតណាពិតបានន័យថាចាដូចនេះចាដូចនេះ t ស្មើនឹង 15.6 ជាឫសនៃសមីការកូនណានៃសមីការចាគឺ13ស្មើនឹង t ចែកនឹង 1.2 អរគុណសម្រាប់បងប្អូនទាំងគ្នាតាមដានទស្សនានៅវីដេអូរបស់អ្នកគ្រូ